mau lụi xoài cái nè នេះជាវីដេអូមួយការខ្ញុំទៅជើងនៅខាងខេត្តស្ទឹងត្រែងណាបងប្អូនហើយខ្ញុំក៏ឆ្លៀតចូលលេងបាទបងប្រុសរាប់អានរបស់ខ្ញុំនៅខាងម្ដុំផ្សារភ្នំខៀវនេះគឺជាផ្លូវគ្រោះដីក្រហមចូលមកកាន់ផ្ទះរបស់គាត់និយាយរួមទៅពីផ្លូវកស៊ូមកដីប្រហែលជា 300-400 ម៉ែត្រទេឥឡូវគឺបានមកដល់ផ្ទះរបស់គាត់ហើយបាទតែអត់ឃើញម្ចាស់ផ្ទះសោះបាទ ឥឡូវនេះណាត់បងប្រុសចូលយកស្វាយដោយសារតែថ្ងៃមុនហ្នឹងទៅ concert នៅខាងនោះក្នុងព្រៃកស៊ូហ្នឹងក៏បានចូលផ្ទះបងឲ្យបងឲ្យស្វាយទៅស្វាយគាត់ឆ្ងាញ់មែនទែនស្វាយទុំជាប្រភេទស្វាយកែល្មៀតតែពូជគឺឆ្ងាញ់លេខ1ហើយណាមួយជាងមក concert នៅស្ទឹងត្រែងផងឲ្យចូលលេងបងផងចូលលេងណាបាទនោះចំការស្វាយបងការស្វាយគាត់ឡើង បើតាមខ្ញុំគិតថាបងប្រុសអត់នៅផ្ទះដោយសារអីដោយសារគាត់នៅចំការស្វាយដោយសារតែគាត់កំពុងតែស្រោចទឹកស្វាយឲ្យតាមមើលឥឡូវនេះខ្ញុំក៏មិនបងឯងបងអងដែរខ្ញុំធ្វើដំណើរដើរលំហែកាយលំហែអារម្មណ៍ផងជាមួយធម្មជាតិពិតជារីករាយណាបាទយូរបានមកឃើញបរិយាកាសបែបនេះបាទជាមួយធម្មជាតិពិតតែម្ដងបាទនៅខាងម្ដុំផ្សារភ្នំខៀវក្បែរអូពងមាន់យើងណាបាទខាងខេត្តស្ទឹងត្រែង ទទួលបានអារម្មណ៍ស្រស់ស្រាយច្រើនជាមួយនឹងធម្មជាតិបែបនេះឥឡូវនេះខ្ញុំកំពុងតែធ្វើដំណើររេរនេះខ្ញុំដើរទៅខាងក្រោយចំការអូនិយាយមិនបានប្រហែលហ្នឹងបងប្រុសគាត់មកពីក្រោយមែនបាទដូចខ្ញុំនិយាយអញ្ចឹងគាត់កំពុងតែស្រោចទឹកស្វាយឥឡូវនេះគាត់បានមកដល់នេះបងប្រុសបាទរាប់អានរបស់ខ្ញុំបាទយើងធ្វើការស្វាគមន៍ជម្រាបសួរគ្នាទៅវិញទៅមកបាទ នេះបងប្រុសថាណារងឯងមកស្ងាត់តែម្ដង surprise ឥឡូវនេះបាទក៏សួរថាជីម៉ូតូកាត់អីជំនាញខ្ញុំហ្នឹងបងប្អូនណាបាទអ្នកចំការពិតដូចតែគ្នាទេបាទឥឡូវខ្ញុំចូលចិត្តណារឿងជីម៉ូតូជីអីឬក៏ចូលតាមផ្លូវកលុកកលាក់តាមព្រៃតាមផ្សែងចេះចំការចេះហើយអ្វីដែលសំខាន់គឺជំនាញរបស់ខ្ញុំគឺឡើងដើមឈើដើមស្វាយបេះមកហូបផ្លែចូលចិត្តណាឥឡូវនេះគឺបានមកដល់ចំការបងប្រុសគឺមិនបងឯងបងអន់ទេគឺស្វាយគឺធម្មជាតិពិតដាំបែបធម្មជាតិផ្លែចេញមកក៏ធម្មជាតិដែរហើយស្វាយកែលមៀតនេះគឺថាផ្លែធំមែនទែនបាទដោយសារតែដំណាំនេះគឺគាត់ជីកស្រះគាត់មានទឹកប្រព័ន្ធទឹកគ្រប់គ្រាន់ក្នុងការដាក់ទឹកថែទាំជាមួយផ្លែស្វាយកែលមៀតនេះហើយកែលមៀតនេះនៅប្រភេទដីនេះគឺល្អលេខ1ណាស់បាទគឺខ្ញុំអាចនិយាយបានថាខ្ញុំធ្លាប់ញ៉ាំផ្លែកែលមៀតពីមុនមកដែរប៉ុន្តែរសជាតិដូចផ្សេងគ្នានៅពេលដែលខ្ញុំបានមកញ៉ាំផ្លែកែលមៀតរបស់បងប្រុសនៅខាងភ្នំខៀវនៅចិត្តអូបមនេះមានអារម្មណ៍ថាឆ្ងាញ់ប្លែកបាទគឺផ្អែមមិនផ្អែមខ្លាំងមិនម៉ានគឺឆ្ងាញ់មកខ្ទិះឆ្ងាញ់តែម្ដងឥឡូវនេះគឺមកហើយចង់មកទៀតគឺមកបេះយោបាទច្រើនគីឡូណាស់បាទដើម្បីយកទៅភ្នំពេញវិញបាទមិនងាយបានមកទេបាទឲ្យតែបានឆ្លងកាត់គឺមិនខ្វះហូបទេបាទនៅផ្ទះបងប្រុសរាប់អានរបស់ខ្ញុំនេះគឺសបោយ៉ាងហើយសបោគ្រប់បែបយ៉ាងគឺច្រើនណាស់តំណាំតំណោយគឺគាត់ដាំច្រើន មិនថាស្វាយមិនថាតំណាំតំណោចផ្លែមានផ្លែមកៈផ្លែដូងខ្នោអីផ្សេងៗទេតែឥឡូវនេះគឺចាប់ផ្ដើមដើរប្រមូលបាទប្រមូលផ្លែស្វាយរឿងចាស់ដោយសារតែគាត់បេះម្សាហើយអានេះគឺចង់ដៃឯងចង់ដៃនេះគឺនៅសល់អាធំខ្លះអាទូចខ្លះខ្ចីខ្លះប៉ុន្តែខ្ញុំបេះយកថាចាស់ទេបាទដើម្បីឲ្យយកទៅបន្ទុំបាទ ព្រោះដោយសារអីយើងមិនងាយមានស្វាយធម្មជាតិទេបាទអញ្ចឹងហើយយើងជ្រុលតែមកហើយយើងដាក់អាណាណៃទៅបាទបងប្រុសយើងតើបាទហើយស្វាយធម្មជាតិទៀតមានអីថាវាជាតិបាទយើងបាយទឹកហើយយើងដាក់ផ្អែមលៀងមាត់ក្រោយបាយបាទខ្ញុំចូលចិត្តណាបាទផ្អែមបាទគឺស្វាយនេះយើងយកធ្វើជាផ្អែមបាទអាហារធម្មជាតិអញ្ចឹងគឺឆ្ងាញ់ខ្លាំងសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តបាទស្វាយណាជាប្រភេទស្វាយទុំតំណាំតំណោចមិនថាខ្នោមិនថាអីផ្សេងខ្ញុំចូលចិត្តបាទញ៉ាំណាឥឡូវយើងក៏បានមកដល់ផ្ទះវិញហើយបាទនេះបាទចាំមើលសមិទ្ធផលដែលយើងទទួលយកបានឥឡូវនេះបងប្រុសថានរងអូនឯងទៅបេះមើល ខ្នោបាទខ្នោការ៉ុតនេះបាទក៏ធម្មជាតិដែរបាទនិយាយរួមទៅគឺធម្មជាតិទាំងអស់អត់មានប្រើអីទេគឺយើងដាំបែបធម្មជាតិបាទស្រោចទឹកស្រោចអីបាទលក្ខណៈយើងថាយើងនៅបែបជនបទចំការមានប៉ុន្តែមានក្តីសុខមករស់នៅជាមួយធម្មជាតិឥឡូវនេះខ្ញុំឆ្កឹះមួយបាទ ឥឡូវបានរៀងចាស់បានមួយហើយបាទឥឡូវបានមួយហើយទៅនិយាយពីថាឲ្យតែមកតែបងប្រុសអត់ដែលខាតទេបាទគឺបងប្រុសវិចឲ្យរហូតបាទអរគុណបងប្រុសធំនេះបងប្អូនសមិទ្ធផលរបស់យើងថ្ងៃនេះមកចូលផ្ទះបងគឺមកម្ដងអត់អាចខាតទេគឺបងដាក់ឲ្យស្វាយកែលមៀតធម្មជាតិលេខ1មកកេះធំហើយមកធំទៀតអានេះខ្នោការ៉ុត2ផ្លែ
người đấy về bán lăng แมวพันธุ์นั้น về bán lăng đã xong rồi cá แมวเวลาออกคนมองทมๆ ว่า มา ง่าย ว่า